សួស្តីបងប្អូនបាទដល់វគ្គស្ពៃយើងសัตว์ល្អិតមកជាហើយឥឡូវយើងហូបអត់តាន់ហើយក៏យើងអត់មានដីប្រវាយដែរឥឡូវនេះយើងចាប់ផ្ដើមដកបាទបន្ទាប់ពីយើងដកហើយយើងយកមកកជ្រោកទឹកឲ្យស្អាតបងប្អូនដើម្បីយើងយកទៅក្រឡុកឲ្យកូនមាន់យើងបាទព្រោះថាយើងដកអត់តាន់ហូបអត់តាន់ឥឡូវអត់មានដីដាំយើងដកមកលាងទឹកឲ្យស្អាតបាទនេះយើងក្រឡុកជាមួយនឹងស្រូវដោះបងប្អូនបាទយើងត្រាំឲ្យដោះពន្លកចឹងមកបាទយើងយកទៅក្រឡុកជាមួយផ្ទីយើងដកអំបាញ់មិញហ្នឹងបងប្អូនបាទមួយទៀតខ្យងបងប្អូននេះគឺជាខ្យងបាទខ្យងយើងរើសតាមបឹងតាមស្រែហ្នឹងយើងហាលវាឲ្យស្ងួតវាបានយើងយកទៅក្រឡុកជាមួយចំណីយើងទៀតបាទបន្ទាប់មកទៀតគឺនេះចុងអង្ករបងប្អូនចុងអង្ករដែលយើងសល់យើងទិញមកយើងរែងបាទបន្ទាប់មកនេះគឺចំណីសម្រាប់បងប្អូនបាទលាយជាមួយនឹងតោះបងប្អូនចាប់ផ្ដើមកិនផ្ទីដែលយើងដកថ្ងៃមិញបន្ទាប់ទៀតយើងកិនស្មៅស្មៅបន្ទាប់មកទៀតយើងហាន់ដើមចេកដាក់ហើយបងប្អូនចូលយើងបានបោះមកទីបាទបន្ទាប់មកយើងយកមកលាយជាមួយស្រូវដុះដែលយើងបានត្រាំយកមកឲ្យមាន់ស៊ីច្វល់បាទនៅពេលនេះយើងបានកិនរួចរាល់ហើយយើងចាប់ផ្ដើមដាក់ឲ្យមាន់តិចទេលក្ខណៈគ្រួសារចាក់ស៊ីលេងមាន់តិចតួចទេ10ក្បាលជាងកូនតូចមកនេះនោះនៅក្រៅទៀតណាកូនមកស្វក់ផ្សេងដាក់ BC ផ្សេងលក្ខណៈគ្រួសារចាំដើម្បីការអបសុកលេង